ជាកិច្ចបឋមនេះខ្ញុំកណាស្មារតីព្រះវិខុចន្ទសេយោក្រុមវត្ថាសូមក្រាបនមស្ការចំពោះគុណកែទាំង3នៃត្រៃរតន៍ដោយសេចក្តីគោរពសពកាលស្មើដោយជីវិតនិងសូមក្រាបនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរដល់ញោមញាតិជាពុទ្ធបរិស័ទទាំងអស់ដែលជានិច្ចកាលតែងតែចូលរួមទស្សនានៅរាល់សកម្មភាពមនុស្សធម៌ដែលខ្ញុំកណាអាត្មាភាពព្រមទាំងក្រុមការងារតែងតែដឹកនាំនៅអំណោយរបស់សពបរិស័ទជនមានញោមជំទាវអានអនុប្រធានមន្ទីរពេទ្យប្រទេសមាលានៅរាជធានីភ្នំពេញព្រមទាំងញោមជំទាវកើតស៊ីយុទ្ធនៅអនុប្រធានមន្ទីរពេទ្យប្រទេសមាលានៅរាជធានីភ្នំពេញដូចគ្នាហើយនៅក្នុងថ្ងៃនេះអាត្មាភាពបានជាមួយនឹងបងហេងនៅខាងក្រោយបាននាំយកនៅអំណោយមនុស្សធម៌ដែលអាត្មាភាពបានឲ្យគាត់ចាត់ចែងនៅក្នុងនោះមានអង្គ25គីឡូក្រាមក៏ជាង25គីឡូក្រាមនេះចាស់កាមនេះអង្គកាមលិះហើយមីមួយកេះព្រមទាំងទឹកត្រីទឹកស៊ីអ៊ីវខ្ទឹមប៊ីចេងក៏មកជូនចំពោះញោមស្រីនៅឯខាងភូមិចំការសំរោងក៏ញោមឈ្មោះអីគេបងវត្តចិត្តឈ្មោះញោមវ៉ាតសុំចិត្តក៏ចាស់បដាហើយអាយុប៉ុន្មានហើយអាយុ79ឆ្នាំហើយក៏ហើយមានរោគពីអីនៅក្នុងខ្លួនផងបៀតបៀនអីផងឃើញមកនៅទៅលើក្រែក៏ឈឺអីយ៉ាងណាដល់អត់រួចទេក៏សាធុណាញោមពី3ឆ្នាំហើយក៏មានជំងឺនេះក៏មិញហ្នឹងក៏នឹងឃើញថាអញ្ចឹងហើយបានការប្រាប់ពីនោះខំគេចេះតែប្រាប់ថាព្រះអង្គជួយអ្នកនៅជុំពីចាស់ផងគ្នាក្រីក្រដែរអញ្ចឹងក៏អរគុណគេដែរព្រោះគេតែងតែកិច្ចការងារអីចេះតែប្រាប់អញ្ចឹងទៅហ្នឹងហើយក៏អញ្ចឹងមិនអីយូរទៀតទេណាញោមណានេះអំណោយរបស់ញោមជំទាវអាននិងញោមជំទាវកើតស៊ីយុទ្ធក៏ហ្នឹងមិនយូរទេអញ្ចឹងបងយើងលើកនៅអំណោយនេះជូនគាត់ទៅបងហ្នឹងហើយក៏សាធុញោមជើងទួលញោមមានកមានទឹកត្រីដឹកបងក៏សាធុក៏ហ្នឹងលើសូមអញ្ជើញញោមជូនពរដល់ម្ចាស់សប្បុរសជនមានញោមជំទាវកើតស៊ីយុទ្ធញោមជំទាវអានក៏សូមយកជូនពរជូនជ័យទៅវិញសូមជូនពរទៅដល់សប្បុរសជនឲ្យបានអាយុយូរក៏សាធុឲ្យមានរោគគឺឲ្យឌីសាធុហ្នឹងហើយសូមឲ្យម្ចាស់សំនួយនឹងប្រាថ្នាយ៉ាងណាបានសម្រេចបានដូចជាក្តីប្រាថ្នាក៏កុំឲ្យឈឺដូចញោមទេណាញោមណាហើយពេលដែលបានបានមីនឹងអទេសប្បាយគាត់កំអត់មានអីនេះគាត់ដាច់ដែរសាធុណាញោមណាហ្នឹងហើយចឹងញោមញាតិពុទ្ធបរិស័ទជាពិសេសញោមម្ចាស់ជំនួយញោមកើតសិយុទ្ធញោមជំទាវអានក៏ញោមបានឃើញហើយសប្បុរសជនដែលបានចូលរួមក៏25គីឡូក្រាមនេះវាច្រើនណាស់ក៏សម្រាប់អ្នកដែលអត់ណាក៏មិនងាយទេក៏ហ្នឹងហើយសប្បុរសជនទាំងអស់ក៏ឃើញមិនងាយទេណាមិនងាយបានទេហើយមុំដល់បានខំប្រាប់ទៅហ្នឹងចង់មួយឆ្នាំហើយទម្រាំដល់ធ្លាក់មកដល់ហ្នឹងវាត្រូវតាមភូមិតាមអីហ្នឹងដល់អូតាគីដល់ខាងអូមនីដល់អីហើយទៅវិលមកដល់ការសំរោងវិញហើយនៅនេះស្ថិតនៅក្នុងភូមិការសំរោង2ហ្នឹងហើយសង្កាត់ការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបងហ្នឹងហើយចឹងខ្ញុំកណាក៏សូមប្រគេនបុណ្យកុសលដល់ព្រះកណាគុណចាស់គ្រប់ព្រះអង្គនិងសូមជូនបុណ្យកុសលដល់សប្បុរសជនទាំងអស់ព្រមទាំងញោមញាតិជាពុទ្ធបរិស័ទដែលបានចូលរួមទស្សនាទាំងអស់សូមជួបប្រសពទៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈប្រកណាគុណចាស់គ្រប់ព្រះអង្គញោមញាតិតាំងសេចក្តីប្រាថ្នាយ៉ាងណាឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាខ្ញុំកណាព្រះភិក្ខុឆន្ទៈសេយោក្រុមពុទ្ធាសូមក្រាបនមស្ការលានិងចម្រើនពរលា